ល្អអញ្ចឹងវាមានអីសុគតិនិងទុគតិណែប្រយ័ត្នដល់ពេលចិត្តដាច់ខ្យល់រសុគតិអត់ឃើញវាវែងព្រោះអីវាវិបត្តិសារីចិត្តស្លាប់មកហើយបាបអកុសលទាំងបានមកបង្ហាញរូបរាងហើយដូចកុនអញ្ចឹងប្រចាំងមកឲ្យនិមិត្តអញ្ចឹងតែវិបត្តិសារីកើតឡើងនៅពេលដែលឃើញអកុសលធម៌កើតចិត្តល្អកកតែចិត្តល្អកសៅមកហើយទៅណាទៅក្រៅមកណាបើចិត្តស្លាប់នឹកឃើញបុណ្យកុសលចិត្តជ្រះថ្លារីករាយទៅណាទៅលើអញ្ចឹងអាចបំពេញបុណ្យកុសលតទៀតអញ្ចឹងសូមជ្រះថ្លាកំខឹងពេលបបួលធ្វើបុណ្យកំខឹងធ្វើទីពឹងរបស់ខ្លួនឲ្យហើយទៅព្រោះចង់ឲ្យអីដោយព្រះអង្គសម្ដែងថាអ្នកទាំងឡាយចូលញ៉ាំងប្រយោជន៍ឲ្យសម្រេចចុះឯតថាគតទីពឹងរបស់ថាគតមានហើយតែអ្នកទាំងឡាយមានទីពឹងហើយនៅបើមិនតាន់ទេត្រូវព្យាយាមបំពេញបុណ្យឲ្យរឿយៗដើម្បីជាទីពឹងទៅណាសូមអនុមោទនាជីវិតយើងបច្ចុប្បន្ននេះរស់នៅក្នុងសង្គមរមែងជួបបុគ្គលល្អក៏មានអាក្រក់ក៏មានហើយខ្លួនយើងផ្ទាល់ក៏រមែងខ្លាចចំនួនល្អក៏មានអាក្រក់ក៏មានជឿថាអញ្ចឹងទេខ្លួនយើងហ្នឹងហើយពេលណាលោភៈមកភ្លាមទៅចំនួនអាក្រក់តោសៈចូលភ្លាមមកទៅចំនួនអាក្រក់ដល់តោសៈចេញបាត់ទៅជាមនុស្សល្អយើងមើលសម្ដីមកទៀតពេលតែតោសៈមកទាំងគេទាំងខ្ញុំសម្ដីមិនដែរអត់ល្អអត់ព្រោះទេណាអត់ទន់ភ្លន់ទេណាតែបើសិនជាអត់ខឹងវិញតែនិយាយចឹងកោតទេអត់និយាយចេញដែរណានឹងចឹងមកន័យថាយើងត្រូវតែព្រមល្មមអ្វីដែលយើងជួបមនុស្សល្អមិនល្អគិតថាលើโลกនេះប៉ុណ្្នឹងឯងកុំបាច់ទៅហួងហែងជាប់ចំពោះអ្វីទាំងអស់កុំឲ្យខ្វល់ចិត្តនាំឲ្យ stress អត់ប្រយោជន៍តែសូមពៀវនាវដល់កូនចៅប្រុសស្រីទាំងអស់ថាកូនចៅប្រុសស្រីធ្វើខ្លួនជាសប្បុរសចំពោះមេដាបេដាត្រូវតែធ្វើខ្លួនជាសប្បុរសដល់ឪពុកម្ដាយសប្បុរសនេះមិនមានអស់លុយទេគ្រាន់តែដាក់ផ្លាស់ប្ដូរអរិយាបថដែលធ្លាប់កម្រោះកម្រើជាមួយម៉ែឪធ្លាប់មើលងាយម៉ែឪខ្លួនឯងធ្លាប់មានចិត្តគំនិតមិនល្អជាមួយឪពុកម្ដាយដូចជាគិតថាគាត់អត់មានចែកទ្រព្យអីឲ្យអញម៉ែឪគេមានទ្រព្យច្រើនអីជាដើមកូនប្រុសស្រីក៏មានរបៀបនឹងឲ្យសោះព្រោះថាគាត់បានចែកទ្រព្យសម្បត្តិដល់ពិសេសឲ្យយើងគឺអាយុជីវិតនេះឯងអញ្ចឹងយកអាយុជីវិតនេះជាដើមទុនសម្រាប់បំពេញការងារជាបុណ្យកុសលអំពើល្អដើម្បីជួយខ្លួនឯងកូនចៅប្រុសស្រីត្រូវរៀនរស់ដូចជាដើមឈើដាំដើមឈើម្សិលមិញខ្ញុំក៏បានបញ្យល់សិស្សក្មួយទៅដាំហ្នឹងបន្ទាប់ក្រោយដាំទៅហើយក្រោយហ្នឹងគឺឲ្យយករៀនសូត្រពីដើមឈើយើងមើលលើភ្នំនឹងមើលដុះលើថ្មក៏ប្រឹងដុះដែរដុះក្រោមគេអាគេដុះសកត់ពីលើខំបជ្រៀតគេឃើញមានខ្លួនមួយទូចមួយឡើងទៅដល់លើគេដែរឲ្យបានឃើញពលឺថ្ងៃគេដែរអត់បាច់អ្នកណាជួយទេគេប្រឹងរស់ដោយខ្លួនគេណាហើយគេអត់ធ្មត់នឹងពលឺក្តៅហែងយ៉ាងម៉េចក៏គេអត់ធ្មត់បានជាមួយទឹកគេអត់ធ្មត់បានជាមួយនឹងខ្យល់ដែលបោកបក់យ៉ាងណាក៏គេអត់ធន់បានអញ្ចឹងកូនប្រុសស្រីទៅគិតថាម្ដាយពុកឲ្យជីវិតហើយត្រូវចេះរៀនរស់ដោយដើមឈើអញ្ចឹងហើយដើមឈើយ៉ាងម៉េចទៀតមិនមែនត្រឹមតែរស់សម្រាប់ខ្លួនគេតែប៉ុណ្ណោះទេគេមិនបានបំផ្លាញអ្នកណាទាំងអស់ណាដើមឈើអត់បំផ្លាញអ្នកណាទាំងអស់គេបានផ្ដល់សេចក្តីសុខឲ្យមនុស្សជាច្រើនទាំងសត្វទៀតផងដើមឈើផ្ដល់អុកស៊ីហ្សែនឲ្យដកកាត់បន្ថយភាពក្តៅផ្ដល់ភាពត្រជាក់ត្រជុំឲ្យមនុស្សនិងសត្វទាំងឡាយដើមឈើអត់បានបំផ្លាញអ្នកណាទេលើកលែងតែមនុស្សតែបំផ្លាញគឺកាប់ដើមឈើនឹងបំផ្លាញតែដើមឈើអត់បំផ្លាញអ្នកណាទេអញ្ចឹងយើងត្រូវរៀនរស់ដោយដើមឈើគឺផ្ដល់ប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃអញ្ចឹងកូនប្រុសស្រីត្រូវរៀនរស់កុំរំខានម៉ែឪខ្លាំងពេកកុំធ្វើឲ្យគាត់ពិបាកចិត្តកុំរស់ជញ្ជក់ឈាមគាត់ត្រូវរស់យ៉ាងណាដើម្បីជួយម៉ែឪឲ្យបានល្អសប្បុរសស្ថិតនៅក្នុងអំពើល្អគ្រប់បែបយ៉ាងដែលយើងអាចធ្វើទៅបានអញ្ចឹងក្នុងគណៈនេះដូចជាពុទ្ធបរិស័ទមកទីនេះយើងសាងអំពើល្អជាមួយគ្នាការធ្វើបុណ្យធ្វើទានដូចថ្ងៃនេះលោកទាវកណ្ណការជួយមកជាមួយកូនពេលណាមកម្ដងក៏តែមានរបស់របរមួយចំនួនសម្រាប់ធ្វើទានប្រគេនព្រះសង្ឃឬក៏ជូនខ្ញុំជាដែរនឹងគឺជាការបំពេញបុណ្យកុសលអំពើល្អទៅតាមលទ្ធភាពដែលអាចធ្វើទៅបានមិនបាច់ច្រើនទេទៀតសាងអំពើល្អជាមួយគ្នាកុំគិតថាតតលុយច្រើនបានល្អរបស់របរច្រើនបានល្អទេគឺអំពើល្អនឹងឯងជាមនោសញ្ចេតនាអញ្ចឹងកូនប្រុសស្រីទៅគិតកុំគិតម៉ែមានលុយហើយអត់ជូនគាត់មិនមែនអញ្ចឹងទេណាគាត់មានលុយក៏ដោយក៏ជូនគាត់ទៅបើគាត់អត់លុយកាន់តែប្រឹងប្រែងជូនគាត់ទៅទៀតព្រោះឪពុកម្ដាយបើកូនមានលុយហើយតែកូនជូនសុបាយចិត្តទេឥឡូវខ្ញុំសួរអ្នកដែលមានលុយសុបាយទេពេលកូនជូនសុបាយត្រង់អីត្រង់ឃើញកូនចេះគិតដឹងសុខទុក្ខម្ដាយឪពុកយ៉ាងមិនមែនកូនខ្លះអត់ជូនហើយ